បងប្អូននេះជាសកម្មភាពដែលខ្ញុំភ្ញាក់ក្រោកពីដេកឡើងបងប្អូនខ្ញុំភ្ញាក់ពីគេងមកខ្ញុំថ្វាយបង្គំព្រះនមស្ការព្រះរំលឹកគុណព្រះពុទ្ធពធព្រះសង្ឃនិងគុណមេដាបិតាហើយនឹងផ្សាយមេត្តាចិត្តដល់សពសត្វទាំងអស់ហើយខ្ញុំចង់ប្រាប់បងប្អូនកន្លែងនឹងមួយដែរយើងពេលយើងទៅវត្តឬបង្គំព្រះអីបងប្អូនគួរតែរំលឹកដល់គុណព្រះពុទ្ធពធព្រះសង្ឃជាបានបុណ្យកុសលច្រើនបងប្អូនអាហ្នឹងខ្ញុំបានដឹងមកពីព្រះសង្ឃនៅទេបងប្អូនហើយខ្ញុំក៏ចែករំលែកឲ្យបងប្អូនបានដឹងបន្ថែមនៃតម្លៃនៃការថ្វាយបង្គំព្រះនិងព្រះពុទ្ធសាសនារបស់យើងខ្ញុំគោរពតែអញ្ចឹងទេបងប្អូនខ្ញុំគោរពរាល់ដងខ្ញុំទៅវត្តហើយខ្ញុំគោរពតែអញ្ចឹងទេខ្ញុំរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងគុណមេដាបិតាហើយខ្ញុំធ្វើចិត្តឲ្យចេះថ្លាទៅគឺបុណ្យកុសលយើងបានច្រើនទៅតាមនឹងហើយសំខាន់យើងធ្វើចិត្តយើងឲ្យចេះថ្លៃបងប្អូនឥឡូវងាកមកមើលជីវិតប្រចាំថ្ងៃរបស់ខ្ញុំវិញញាក់ពីដេកឡើងខ្ញុំថ្វាយបង្គំព្រះនមស្ការព្រះហើយខ្ញុំចុះមកលេងផ្ទះអញ្ចឹងខ្ញុំមកហាត់ប្រាណរាល់ថ្ងៃបងប្អូនខ្ញុំអនុវត្តចឹងរាល់ថ្ងៃហើយចាំមើលវីដេអូក្រោយបងប្អូនខ្ញុំនឹងលើកយកកតិធម៌មកឲ្យបងប្អូនបានស្ដាប់និងយល់ដឹងទាំងអស់គ្នាបងប្អូនហើយជាចុងក្រោយខ្ញុំក៏សូមខន្តីអភ័យទោសផងដែរបងប្អូនបើមានចំណុចខុសឆ្គងត្រង់ណាអីសូមជាខន្តីអភ័យទោសផងបងប្អូនបាទសូមអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូន